សូមបង្ហាញនៅឧបករណ៍លើកអីវ៉ាន់ដ៏មានប្រសិទ្ធភាពមួយហើយសម្រាប់ឧបករណ៍នេះផងដែរគឺមានការពេញនិយមប្រើប្រាស់ខ្លាំងមែនទែនមិនថានៅតាមរោងចក្រក៏ដូចជាសហគ្រាសជាពិសេសគឺចាំបាច់បំផុតសម្រាប់ការលើកដាក់អីវ៉ាន់ធ្ងន់ៗសម្រាប់ឧបករណ៍នេះផងដែរគឺមានកង់2ងាយស្រួលក្នុងការប្រឡាស់ទីមែនទែនហើយសម្រាប់ថាមពលវិញគឺប្រើប្រាស់ថាមពលអាគុយដែលមានកម្លាំងរហូតដល់ទៅ48វ៉ុលចំពោះបច្ចេកវិទ្យាវិញគឺប្រើប្រាស់នៅបច្ចេកវិទ្យាចុងក្រោយដែលទំនើបរបស់អាល្លឺម៉ង់មកសម្រាប់ឧបករណ៍នេះផងដែរគឺមានសមត្ថភាពអាចលើកទម្ងន់បានរហូតដល់ទៅ1តោន600គីឡូឯណោះចំពោះកម្ពស់វិញគឺអាចលើកដល់ទៅកម្ពស់4.8ម៉ែត្រហើយលក្ខណៈពិសេសរបស់ឧបករណ៍នេះមួយទៀតនោះគឺវាអាចដំណើរការបានយ៉ាងល្អបើទោះបីជាស្ថិតនៅក្នុងសីតុណ្ហភាពដក28អង្សាសេក៏ដោយសម្រាប់ model នេះដែរគឺ EFG 216KN ដែលជា model ផលិតនៅក្នុងឆ្នាំ2025ជាពិសេសនោះគឺជា model ដែលផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ផ្ទាល់តែម្ដងឧបករណ៍នេះគឺមានគុណភាពធន់មាំងាយស្រួលក្នុងការបត់បែនក្នុងទីចង្អៀតជាមួយនឹងកាំបត់ត្រឹមតែ 1.5 ម៉ែត្រហើយអាចលើកដាក់អីវ៉ាន់ក្នុងទូកុងតឺន័របានយ៉ាងលឿនលោកអ្នកអាចកំណត់មុខងារប្រើប្រាស់បានតាមតម្រូវការផ្សេងៗប្រកបដោយសុវត្ថិភាពសម្រាប់ model នេះផងដែរគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយបងប្អូនអាចប្រើប្រាស់ដោយទំនុកចិត្តជាពិសេសនោះគឺអាចជួយកាត់បន្ថយក៏ដូចជាជួយសន្សំសំចៃថាមពលបានរហូតដល់ទៅ30%ក្រុមហ៊ុនយើងខ្ញុំក៏មានសេវាកម្មលក់ជួលបង់ម្លោះជាមួយគ្រឿងបន្លាស់និងការថែទាំជួសជុលពីវិស្វករជំនាញដែលទទួលការបណ្ដុះបណ្ដាលពីអាល្លឺម៉ង់